តើលោកខៅឡៃទិញជានរណាបានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹងបានយ៉ាងរលូនតែអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់បីដូចមិនអើពើសោះស្ថិតនៅក្នុងឃុំធម្មអស្រុកសំរោងទងខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺផ្ទះមួយខ្នងដែលធ្វើអំពីឈើលើថ្មក្រោមនិងឃ្លាំងមួយកន្លែងដែលគេស្គាល់ថាជារបស់លោកខៅឡៃទិញកំពុងតែធ្វើការសាងសង់ជារៀងរាល់ថ្ងៃនៅជាប់នឹងជើងភ្នំក្រឡាបឹងស្ថិតនៅក្នុងភូមិព្រៃកន្ទ្រង់ឃុំធម្មអស្រុកសំរោងទងខេត្តកំពង់ស្ពឺបានយ៉ាងរលូនអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់បីដូចមិនអើពើសោះប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃកន្ទ្រង់ឃុំធម្មអស្រុកសំរោងទងបានបង្ហើបឲ្យដឹងថាការសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនេះមានសកម្មភាពជាង2ខែកន្លងទៅហើយដែលម្ចាស់ទីតាំងខាងលើបានធ្វើការសាងសង់ផ្ទះមួយខ្នងដែលធ្វើអំពីឈើលើថ្មក្រោមនិងមានការជីកកាយជើងភ្នំធ្វើជាផ្លូវចាក់ថ្មមិញនិងមានដាក់កញ្ចុះនៅលើដីនោះថែមទៀតផងប្រជាពលរដ្ឋបានបន្តទៀតថាផ្ទះនិងឃ្លាំងដែលធ្វើការសាងសង់នោះជិតរួចរាល់ 100% ហើយត្រឹមតែរយៈពេលជាង1ខែសោះគេមិនដែលឃើញអាជ្ញាធរជំនាញចុះមកពិនិត្យនិងធ្វើការហាមឃាត់ក្រុមជាងដែលធ្វើការសាងសង់នោះឡើយខណៈដែលផ្ទះនិងឃ្លាំងខាងលើនេះសង់ជិតជើងភ្នំដែលជាសម្បត្តិរបស់រដ្ឋនោះមជ្ឈដ្ឋានមហាជនបានលើកឡើងថាតើអ្នកដែលហ៊ានធ្វើការសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅជាប់ជើងភ្នំនេះជានរណាប្រហែលជាមានលុយនិងមានអំណាចហើយទើបអាចធ្វើការសាងសង់លំនៅឋាននិងសាងសង់ឃ្លាំងជាប់ជើងភ្នំដែលជាសម្បត្តិធនធានធម្មជាតិដ៏កម្របែបនេះបាននោះប្រជាពលរដ្ឋដាក់ការសង្ស័យថាសង្ស័យមានការខុបខិននិងត្រូវរើជាមួយអាជ្ញាធរនិងជំនាញពាក់ព័ន្ធហើយទើបម្ចាស់ទីតាំងហ៊ានធ្វើការសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំធ្វើជាសម្បត្តិផ្ទាល់ខ្លួនបានបែបនេះពាក់ព័ន្ធនឹងរឿងសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅក្បែរជើងភ្នំក្រឡាបឹងនេះដែរលោកអែមថនមេឃុំធម្មអនៃស្រុកសំរោងទងបានឲ្យដឹងតាមទូរស័ព្ទថាគេរត់ច្បាប់របស់គេហើយមិនទាន់ឃើញច្បាប់មកដល់គេធ្វើឃ្លាំងមិនដឹងថាឃ្លាំងនោះដាក់អ្វីឲ្យពិតប្រាកដនោះទេហើយដីនេះលោកខៅឡៃទិញបានទិញពីប្រជាពលរដ្ឋនៅភូមិព្រៃកន្ទ្រង់ឃុំធម្មអទំហំជាង1ហិកតាការសាងសង់ប្រហែលជា1ខែ2ខែមកហើយទើបលោកខៅឡៃទិញរស់នៅម្ដុំផ្សារកំពង់ស្ពឺទេប៉ុន្តែគាត់មកទិញដីនៅទីនេះដោយឡែកលោកសូសុភិនប្រធានការិយាល័យសុរិយោដីស្រុកសំរោងទងក្រុមអ្នកសារព័ត៌មានយើងបានតែទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំសួរនាំពីការសាងសង់ផ្ទះនិងឃ្លាំងពីសំណាក់លោកខៅឡៃទិញតែចូលចំនួន2ដងមិនមានអ្នកលើកចំណែកលោកប៊ិញជាវតុងប្រធានមន្ត្រីរាយនឹងធម្មពលខេត្តកំពង់ស្ពឺអ្នកសារព័ត៌មានបានទំនាក់ទំនងតាមលេខទូរស័ព្ទដើម្បីសួរនាំព័ត៌មានពីការជីកកាយជើងភ្នំក្រឡាបឹងធ្វើការសាងសង់ឃ្លាំងពីសំណាក់លោកខៅឡៃទិញប៉ុន្តែចូលចំនួន2ដងមិនមានអ្នកទទួលរីឯលោកខៅឡៃទិញអ្នកយកព័ត៌មានយើងទំនាក់ទំនងតាមលេខទូរស័ព្ទលោកឆ្លើយបដិសេធថាគាត់មិនមែនឈ្មោះខៅឡៃទិញនោះទេអង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមផ្សាយចេញនៅព័ត៌មានពិតពីប្រជាពលរដ្ឋស្របតាមក្រមសីលធម៌វិជ្ជាជីវៈនិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានពុំបានមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូរអាជ្ញាធរនិងជំនាញពាក់ព័ន្ធណាមួយនោះឡើយជុំវិញការចុះផ្សាយខាងលើនេះប្រសិនបើមានប្រតិកម្មណាមួយពីអាជ្ញាធរនិងជំនាញពាក់ព័ន្ធណាមួយនោះអង្គភាពសារព័ត៌មានយើងរងចាំទទួលការបកស្រាយបំភ្លឺគ្រប់ពេលវេលានៅរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជាសូមអរគុណ